Chà hay video níដល់ថ្ងៃច័ន្ទចាដើមសប្តាហ៍គឺកូនត្រូវចូលរៀនអូនពេជ្រដល់ថ្ងៃចូលរៀនហើយអញ្ចឹងប៉ាប៉ាគេជូនមកដាក់មកទាំងពេញហើយដើម្បីត្រៀមខ្លួនចូលរៀនថ្ងៃច័ន្ទហើយគេធ្វើដំណើរតាមផ្លូវមកដល់ពេលល្ងាចអញ្ចឹងទៅគេរៀងហត់គេញ៉ាំបាយខ្លួនឯងរត់ដងងាយទេកូនហ្នឹងមានរឿងពិបាកញ៉ាំប៉ុន្តែថ្ងៃនេះគេឃ្លានគេទៀមទាញ៉ាំខ្លួនឯងអស់បាយ2ចានហ្នឹងហើយឃើញអញ្ចឹងសប្បាយចិត្តអូនពេជ្រគាត់ចូលចិត្តញ៉ាំសាឡម្ជូរហើយមើលបានសាឡម្ជូរត្រីសាឡម្ជូរត្រីជាមួយនឹងស្លឹកអំពិលចាតឡាចស្លឹកអំពិលចូលចិត្តញ៉ាំអស់បាយ2ចានញ៉ាំខ្លួនឯងមកដល់គឺម៉ាមីញ៉ាំបាយគេប្រាប់ហ្មងគាត់ការលូតលាស់របស់គាត់ដល់អាយុ3ខួបនេះខ្ញុំយល់ឃើញថារៀងលូតលាស់បានច្រើនទី1គឺការស្ដាប់ការនិយាយស្ដីរបស់យើងទៅលើគាត់គឺគាត់អាចចាប់បានហើយខ្ញុំដាក់សាលាទៅហ្នឹងវាចិត្តមួយឆ្នាំរបស់គាត់ហើយឲ្យទៅហ៊ានសាលាមត្តេយ្យហ្នឹងអញ្ចឹងការយល់ដឹងរបស់គាត់ចាប់ផ្ដើមរីកចម្រើនអភិវឌ្ឍទៅលឿនដោយសារបានសាលាគាត់ជួយជំរុញណាហើយនៅផ្ទះក៏យើងព្យាយាមបហាត់គាត់បង្រៀនគាត់ឲ្យនិយាយស្ដីបានច្រើនអញ្ចឹងការលូតលាស់ការនិយាយស្ដីរបស់គាត់ចាប់ផ្ដើមបានល្អជាងមុនហ្នឹងហើយចំពោះផ្លែឈើដែលមានខ្ញុំបានឲ្យផ្លែឈើគាត់ចូលជា strawberry ដាក់ប៉ុន្មានក៏អស់ដែរអញ្ចឹងផ្លែឈើដែលនាំចូលមកគឺខ្ញុំតែងតែទៅរកមើលទិញតាមម៉ាតហើយយើងមើលអាណាល្អស្រស់ថ្មីទៅទិញនៅផ្ទះខ្ញុំហ្នឹងនៅជីបម៉ងនៅវិចិត្រគ្នាជិះទៅស្រួលរកទិញហើយក៏តែខ្ញុំអត់ឲ្យញ៉ាំជាប់គ្នារហូតទេយើងឆ្លាស់ផ្លែឈើដូចថាថ្ងៃហ្នឹងញ៉ាំ strawberry ចឹងទៅស្អែកយើងញ៉ាំ kiwi ចឹងទៅខាន់ស្អែកចឹងទៅយើងមានសេរីប៉មខ្ញុំតែងតែទិញមកហើយជាពិសេសគឺផ្លែចេកគឺកូនខ្ញុំទាំងពីរហ្នឹងគឺខ្ញុំតែងតែឲ្យញ៉ាំពីព្រោះអីចេកគឺសម្រួលដល់ការបាត់ជើងរបស់គាត់ជាទូទៅគឺខ្ញុំតែងតែផ្ដល់ឲ្យនៅផ្លែឈើក្នុងស្រុកច្រើនជាងផ្លែឈើដែលនាំចូលយូរគឺខ្ញុំឲ្យញ៉ាំម្ដងមិនសូវជាឲ្យញឹកញាប់ទេចាហ្នឹងឥឡូវហៅម៉ាមីហ្នឹងគេចេះញ៉ាំទឹកខ្លួនឯងញ៉ាំអីខ្លួនឯងហ្នឹងឃើញដូចនៅក្នុងវីដេអូនឹងឃើញស្រាប់បងអូនគេបងអូននោះលេងវល់ពេញហ្នឹងប៉ុន្តែឥឡូវនេះគេនិយាយវីអូនពេជ្រ routine នៅវីដេអូហ្នឹងគឺអត់មានរ៉ាគីននៅក្នុងហ្នឹងទេចាហើយបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយហ្នឹងក៏ដោយសារតែមានសាច់មានអីចឹងនៅផ្ទះមកទួតគាត់នៅចិត្តហ្នឹងក៏ធ្វើដំណើរទៅលេងមកទួតមកផ្លែតយប់ឡើងហ្នឹងហើយនេះជិះតាមឡានអូនពេជ្រឥឡូវគឺគាត់ស្ដាប់បានក៏អត់កោទេនៅក្នុងឡានគឺគាត់នៅស្ងៀមអង្គុយស្ងៀមមើលយើងបើកឡានស្ដងស្អែកអានេះថ្ងៃច័ន្ទរៀងគេកុកអូនពេជ្រឲ្យតែដើមសប្តាហ៍គឺតែងតែគេកុកអត់សូវចង់ទៅរៀនទេហ្នឹងហើយខ្ញុំក៏រៀបចំផ្លែឈើហ្នឹងគឺហើយនឹងបាយម្ហូបដាក់ទៅពេលព្រឹកហ្នឹងហើយផ្លូវជិះទៅសាលាគេនៅចិត្តហ្នឹងចាគេកុកពេកក៏យំងែកងើអត់ចង់ទៅរៀនហ្នឹងឲ្យមើលទូរស័ព្ទផ្លែតទៅតាមពិតទៅព្យាយាមផ្ដាច់អត់ចង់ឲ្យមើលទេដូចយើងផ្លឹកគេអត់ចង់ទេប៉ុន្តែបខំចិត្តអញ្ចឹងជំរាបលាម៉ាមីហ្នឹងគេរៀងមិនចង់ដែរហើយឈរតម្រង់ជួរជាមួយមិត្តភ័ក្តិក៏មិនចង់ថ្ងៃហ្នឹងគឺរៀងអត់សូវស្វាហាប់ទេហ្នឹងហើយហ្នឹងដូចឃើញហ្នឹងវីដេអូម៉ូតូមួយយើងជិះទៅជិះមកពេញក្នុងហ្នឹងម្ដុំហ្នឹងអានេះបាយថ្ងៃរៀងល្ងឹតតិចហើយក្រូចច្បាច់ក៏ខ្ញុំរៀបចំមានបាយសម្លអញ្ចឹងឲ្យគាត់ថ្ងៃឡើងហ្នឹងណាជិះចេញទៅថ្ងៃឡើងម៉ោង10កន្លះហ្នឹងគឺខ្ចប់យកទៅឲ្យគាត់ប៉ុន្តែពេលខ្លះម៉ោង10កន្លះហ្នឹងគាត់ញ៉ាំទៅដោះគោគាត់គេងបាត់ហើយហ្នឹងដូចឃើញអញ្ចឹងហើយក៏ជិះតាមផ្លូវឆ្លៀត
ទៅរកទិញផ្លែសេរីព្រោះអីចាស់គាត់ប្រាប់ថាយើងយកផ្លែសេរីយកមកស្ងោរមកងាស់ជាមួយនឹងទឹកដាក់ស្ករបន្តិចហ្នឹងគឺជួយសម្រួលដល់សួតរបស់ក្មេងណាហ្នឹងអានេះជាចំណេះដឹងយ៉ាងចែករំលែកហើយនៅហ្នឹងគឺមាននឹងផ្សារដូចឃើញអញ្ចឹងផ្សារគាត់មានលក់សាច់បងទាបន្លែផ្លែឈើអីវាល្មមអញ្ចឹងណាយើងដើររកទិញស្រួលនៅចិត្តផ្ទះមិនបាច់ចាំទៅឆ្ងាយយើងអាចបដោះអាសន្នបានមកគ្រាអញ្ចឹងណានឹងខ្ញុំមកនឹងផ្សារគេនៅក្នុងនឹងដែរណាហើយក៏មកទិញផ្លែសេរីដើម្បីយកហ្នឹងមានប៉ុណ្ណឹងវីដេអូមានប៉ុណ្ណឹងឥឡូវជិះផ្ទះវិញចាគាត់ចង់ចែករំលែកនឹងអរគុណដែលបានចំណាយពេលមើលវីដេអូហ្នឹងដល់កូនពីណាគេដូចខ្ញុំខ្លះសូមជួយខមមិនប្រាប់ផងចាអរគុណ